ឆ្នាំ2010គឺជាឆ្នាំមួយដែលក្រុមម៉ាហ្វីដ៏ធំបំផុតពីក្នុងប្រទេសកូរ៉េប៉ះទង្គិចគ្នាយ៉ាងខ្លាំងនៅពេលដែលក្រុមម៉ាហ្វីមកពីទីក្រុងប៊ូសានបានបើកការវាយប្រហារលើក្រុមម៉ាហ្វីដែលកាន់កាប់ទីក្រុងសេអ៊ូលសូមណែនាំបរិមម្នាក់នេះឈ្មោះរបស់គាត់គឺជាជុនជាម៉ាហ្វីដែលគួរឲ្យខ្លាចបំផុតនៅទីក្រុងសេអ៊ូលថ្ងៃនោះគាត់ត្រូវបានប្អូនប្រុសរបស់គ្រូឈ្មោះគីសុកនាំទៅកាន់កន្លែងមួយដែលជាសមរភូមិប្រយុទ្ធរវាងក្រុមទាំងពីរ 너 받아주기로. 긴장했어? មុនពេលជីជឹងបង្ហាញខ្លួនក្រុមម៉ាហ្វីសេអ៊ូស្ទើរតែគ្មានអំណាចអ្វីទាំងអស់រហូតដល់ចុងក្រោយគាត់បានចូលមកប្រយុទ្ធជាមួយដៃស្ដាំរបស់ក្រុមគូប្រជែងដោយផ្ទាល់ជ័យជំនះរបស់គីជុនបានធ្វើឲ្យក្រុមម៉ាហ្វីប៊ូសានខឹងសម្បាយ៉ាងខ្លាំងហើយរឿងរ៉ាវទាំងអស់ក៏បានចាប់ផ្ដើមពីពេលនោះប៉ុន្មានឆ្នាំក្រោយមកអ្នកគ្រប់គ្រងម្នាក់នៃក្រុមបងសានត្រូវបានចាប់ឃុំក្នុងបន្ទប់មួយដោយជនបរទេសជាច្រើនដោយសារតែការប្រជែងអំណាចផ្ទៃក្នុងនៅក្នុងក្រុមបងសានអ្នកគ្រប់គ្រងនោះសុកចិត្តចេញប្រាក់ទ្វេដងលើពីអ្វីដែលចុំមកផ្ដល់ឲ្យដល់ពួកគេដរាបណាគាត់មិនត្រូវបានសម្លាប់ That's funny. សូមណែនាំបរិះនៅខាងឆ្វេងគឺគូបងសានប្រធានក្រុមបងសានចំណែកអ្នកនៅខាងស្ដាំគឺលីជូវុនប្រធានក្រុមជូវុនទោះបីជាអាចនិយាយថាជាគូប្រជែងក៏ដោយប៉ុន្តែក្រុមទាំងពីរមិនដែលមានសង្គ្រាមគ្នាទេមូលហេតុដែលបងសានអញ្ជើញជូវុនមកញ៉ាំអាហារគឺដើម្បីសុំជំនួយដោះស្រាយបញ្ហារបស់កូនប្រកបតែបានបញ្ជាឲ្យសម្រាប់អ្នកគ្រប់គ្រងម្នាក់ដោយជួយជនបរទេសឲ្យធ្វើការ 아니 회사 일을 왜 나한테 맡기시나? 집안일을 왜 아무 상관없는 나한테 맡기냔 말이야. និយាយឲ្យខ្លីក្នុងមៀមជាឪពុកម្នាក់និងជាប្រធានក្រុមធំបងសានចង់ផ្ដល់យុទ្ធធម៌ដល់កូនចៅរបស់ខ្លួនប៉ុន្តែក៏មិនចង់ឲ្យកូនប្រុសខ្លួនអាប់អមដែរដូច្នេះគាត់ចង់ឲ្យជូវុនជួយសម្អាតរឿងនេះហើយជាថ្នូរមកវិញ 아무 상관없는 부지 문제 해결해 주겠다는 거 아니야? នៅថ្ងៃបន្ទាប់ក្នុងការិយាល័យប្រធានជូវុនបានបញ្ជាគីសុកដែលជាប្អូនប្រុសរបស់គីជុនឲ្យទៅដោះស្រាយបញ្ហានេះដំបូងគីសុកមិនសូវយល់ស្របទេព្រោះរឿងនេះជាបញ្ហាផ្ទៃក្នុងរបស់ក្រុមបងសានប៉ុន្តែប្រធានជូវុនបញ្ជាក់ថានេះជាឱកាសល្អសម្រាប់គាត់ក្នុងមៀមជាអ្នកស្នំតំណែងព្រោះបើជួយប្រធានបងសានគម្រោងដីធ្លីរបស់ពួកគេនឹងដំណើរការរលូនជាងមុនដូច្នេះហើយគីសុកគ្មានជំរឿក្រៅពីធ្វើតាមបញ្ជាដោយមានហៃបំកូនចៅចំណិតរបស់គាត់ 차 실장 없어지니까 속이 다 시원하네. ពេលទៅដល់សន្តាគារមួយគីសុកបានប្រមានជនបរទេសទាំងពីរនោះភ្លាមឲ្យចាក់ចេញពីប្រទេសកូរ៉េក្នុងរយៈពេល3ថ្ងៃបើមិនដូច្នោះទេគីសុកនឹងសម្លាប់ពួកគេដោយផ្ទាល់នេះគឺគូចំម៉ូកូនប្រុសរបស់ប្រធានបងសានជាមេខ្លោងនៅពីក្រោយការសម្លាប់អ្នកគ្រប់គ្រងក្រុមគាត់ពិតជាឆ្ងល់ថាហេតុអ្វីបានជាគីសុកលូកដៃចូលរឿងនេះគីសុកបញ្យល់ថាគាត់មកដើម្បីដោះស្រាយបញ្ហាតែជនម៉ូបានបង្កឡើងគីសុកបញ្ជាក់យ៉ាងត្រង់ថាបើគ្មានសមត្ថភាពធ្វើការកុំចាប់ផ្ដើមវាល្អជាងកូនអ្នកមានខូចនេះច្បាស់ជាមិនពេញចិត្តនឹងសម្ដីរបស់គីសុកទេហើយក៏លើកយករឿងអតីតកាលរបស់បងប្រកបគីជុនកាលពី10ឆ្នាំមុនមកនិយាយរហូតដល់គាត់ត្រូវបណ្តេញចេញពីក្រុមហើយសរសៃអាជូសដែលជើងត្រូវបានកាប់ផ្ដាច់ព្រោះខឹងតែជំម៉ូលើករឿងបងប្រុសមកនិយាយគីសុកក៏ធ្វើបែបនេះនេះពិតជាធ្វើឲ្យខ្ញុំមិនសប្បាយចិត្តមែន 근데 បញ្ហាគឺឯងនឹងហេជនម៉ូស្បថានឹងសងសឹកចំពោះអ្វីដែលគីសុកធ្វើនៅថ្ងៃនេះឲ្យបានបន្ទាប់ពីសម្រេចចិត្តចាក់ចេញពីពិភពម៉ាហ្វីឥឡូវនេះគីជុនកំពុងគ្រប់គ្រងរមណីយដ្ឋានបោះជំរំមួយសម្រាប់ភ្ញៀវទេសចរមិនយូរប៉ុន្មានគាត់ត្រូវបានប្អូនប្រុសមកជួបគឺគីសុកដែលមិនបានជួបគ្នាយូរមកហើយគីសុកនិយាយថាឆាប់នេះគាត់នឹងត្រូវបានតែងតាំងជាអ្នកស្នងតំណែងរបស់ប្រធានជូវុនប៉ុន្តែគាត់សារភាពថាមិនសូវចាប់អារម្មណ៍ប៉ុន្មានទេព្រោះគាត់ចូលចិត្តធ្វើការជាមួយបងប្រុសគ្រប់គ្រងទីតាំងបោះជំរំគីជុនគ្រាន់តែស្ងៀមស្ងាត់រហូតដល់ពេលគីសុករៀបនឹងចាក់ចេញ
무슨 일 있냐? បន្ទាប់ពីត្រឡប់ពីទីតាំងបទចម្រុំគីសុកបានឈប់នៅការិយាល័យក្រុងជូវុនដើម្បីបញ្ចប់ការងារមួយចំនួនប៉ុន្តែពេលឃើញភ្លើងផ្លឹបផ្លែតនៅបន្ទប់ម្ខាងគាត់នឹងភ្លាមថានៅមានអ្នកផ្សេងទៀតក្នុងអគារនេះដំបូងគាត់គិតថាជាសាច់ឆ្មាប៉ុន្តែការពិត 누가 보냈냐? គីសុកសួរថាតើអ្នកណាជាអ្នកបញ្ជូនក្មេងនេះមកប៉ុន្តែក្មេងនោះមិនព្រមឆ្លើយគីសុកប្រាប់ឲ្យគេចេញទៅប៉ុន្តែក្មេងនោះបានរៀបចំផែនការដូចជាស្រេចទោះគ្មានគំនុំអ្វីជាមួយគ្នាក៏ដោយគីសុកនៅតែអនុញ្ញាតឲ្យគេចាក់ចេញប៉ុន្តែជំនួសឲ្យការចេញទៅក្មេងនោះបែរជាធ្វើរឿងនេះវិញនៅថ្ងៃបន្ទាប់គីចុងទទួលដំណឹងពីហៃបុំអំពីការស្លាប់របស់ប្អូនប្រុសខ្លួននៅពិធីបុណ្យសពរបស់គីសុកមិនត្រឹមតែក្រុមជវុនប៉ុណ្ណោះទេដែលមកចូលរួមសូម្បីតែក្រុមគូប្រជែងគឺក្រុមបងសានក៏មកដែរក្នុងចំណោមអ្នកមកគ្រូវិញ្ញាណក្ខន្ធទាំងអស់មានតែម្នាក់ប៉ុណ្ណោះដែលមើលទៅសប្បាយចិត្តចំពោះការស្លាប់របស់គីសុកនោះគឺចុំម៉ូអាកប្បកិរិយារបស់ចុំម៉ូត្រូវបានហៅបំមើលឃើញធ្វើឲ្យគាត់ចាប់ផ្ដើមសង្ស័យថាប្រហែលជាមនុស្សនេះហើយជាមេខ្លោងនៅពីក្រោយរឿងទាំងអស់ 고생해요. នៅខាងក្រៅអ្នកគ្រប់គ្រងរបស់ក្រុមជូវុនសុំឈោបាននិយាយពីការសង្ស័យរបស់ខ្លួនទៅកាន់ចឹងសុកតែជាអ្នកគ្រប់គ្រងរបស់ក្រុមបងសានថាតើនេះជាទង្វើរបស់ក្រុមអ្នកឬចឹងសុកឆ្លើយថាមិនអាចទៅរួចទេព្រោះគីសុកក៏ជាមិត្តរបស់គាត់ដែរមុននឹងជាមនុស្សរបស់ជូវុនគាត់ជាមិត្តរបស់ខ្ញុំសិនព្រោះមួយអ្នកជាមនុស្សរបស់យើងតាំងពីដើមជប់ស្រមើស្រមៃដោយក្នុងរឿងបានហើយមើលទៅដូចជាអ្នកដឹងអ្វីមួយមែនទេមិនយូរប៉ុន្មានលីកឹមសុនកូនប្រុសរបស់ប្រធានជូវុនក៏បានមកដល់ពិធីបុណ្យសពនេះដែរប៉ុន្តែសុំឈោប្រាប់ឲ្យគាត់ត្រឡប់ទៅវិញព្រោះនេះមិនមែនជាកន្លែងរបស់គាត់ទេសូមបញ្ជាក់ថាទោះបីលីកឹមសុនជាកូនប្រុសរបស់ប្រធានជូវុនក៏ដោយប៉ុន្តែគាត់មិនពាក់ព័ន្ធនឹងពិភពម៉ាហ្វីសំបីតែបន្តិចឡើយគាត់ផ្ដោតសំខាន់លើការសិក្សាហើយបច្ចុប្បន្នជាព្រះរាជអាជ្ញាក្នុងពេលជាមួយគ្នានោះគីជុនក៏មកដល់ពិធីបុណ្យសពរបស់ប្អូនប្រុសសមាជិកក្រុមជូវុនទាំងអស់បានអង្គគោរពគាត់បង្ហាញថាគាត់នៅតែមានឥទ្ធិពលទោះបីបានចាក់ចេញពីក្រុមយូរហើយក៏ដោយនៅចំពោះមុខសពរបស់ប្អូនប្រុសគីជុនមិនជឿតតែសោះថាជីសុកត្រូវបានក្មេងជំទង់មួយក្រុមវីសម្រាប់នៅក្នុងបន្ទប់ឯកជនមួយប្រធានជូវុនបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនព្រោះក្រោយការស្លាប់របស់គីសុកគាត់លែងមានមនុស្សដែលអាចទុកចិត្តបានទៀតហើយដើម្បីស្នងតំណែងរបស់គាត់ប្រធានបងសានបានស្នើថាលីកឹមសុនគួរតែត្រូវបានផ្ដល់ឱកាសឲ្យគ្រប់គ្រងក្រុមហ៊ុនដូច្នេះហើយទោះបីជាពួកគេជាម៉ាហ្វីក៏ដោយប៉ុន្តែរបៀបដំណើរការគឺដូចជាក្រុមហ៊ុនធំទូទៅដែរគីជុនក៏ដើរចូលទៅក្នុងបន្ទប់នោះដើម្បីសួររកការទទួលខុសត្រូវចំពោះការសន្យាថានឹងការពារគីសុកឲ្យបានល្អ 죄송합니다. ប៉ុន្តែ 동생 장례식에 형이 당연히 있어야지. 회장님들은 그러지 못하셨네요. ដោយសារប្រធានទាំងនោះស្ងៀមស្ងាត់មិនអាចផ្ដល់ចម្លើយអ្វីបានគីជុនក៏សម្រេចចិត្តចាក់ចេញដោយមានហៃបុំជូនដំណើរតែជាមនុស្សចំណិតរបស់គីសុកខ្ញុំឈ្មោះឈុនហៃបុំកូនចៅរបស់បងគីសុក 해봄이라고 합니다. ចាប់ពីពេលនេះទៅខ្ញុំនឹងបម្រើលោកតាមពិតទៅគីសុកពិតជាចង់ដកខ្លួនចេញពីពិភពម៉ាហ្វីមែនហើយមានបំណងទៅជួយបំរុះនៅអាជីវកម្មបោះជំរំពិតប្រាកដមែនគីជុនបានដឹងរឿងនេះនៅពេលគាត់ឃើញសៀវភៅជាច្រើនអំពីការគ្រប់គ្រងទីតាំងបោះជំរំលើទៅក្នុងអាផាតមិនរបស់ប្អូនអ្វីដែលធ្វើឲ្យគីជុនឈឺចាប់បំផុតនោះគឺគីសុកបានត្រៀមអំណោយខួបកំណើតមួយសម្រាប់គាត់ប៉ុន្តែមិនទាន់បានប្រគល់ឲ្យផងក៏ស្លាប់តែមុនទាំងកំហាំងនិងតុបព្រួយបានលីលំគ្នាក្នុងចិត្តគាត់ប្រហែលដល់ពេលដែលគីជុន
ត្រូវត្រឡប់ចូលពិភពងើតម្ដងទៀតដើម្បីស្វែងរកឃាតករសម្រាប់ប្អូនប្រុសរបស់ខ្លួន